ខ្ញុំសូមជម្រាបសួរដល់លោកអ្នកបងប្អូនសាជាថ្មីតើលោកអ្នកបងប្អូនធ្លាប់ឮសំណួរសួរថាតើនរណាធំជាងគេក្នុងចំណោមពួកយើងដែរឬទេតើនរណាសំខាន់ជាងគេក្នុងចំណោមគ្នាយើងទេក្នុងចំណោមស្ថាប័នយើងទេតើអ្នកណាធំជាងគេសំខាន់ជាងគេមានតម្លៃជាងគេនៅក្នុងគ្រួសារយើងនៅក្នុងអង្គការយើងនៅក្នុងសហគមន៍យើងនៅក្នុងប្រទេសរបស់យើងដែរទេសំណួរនេះគឺសំខាន់បំផុតដល់មនុស្សយើងដែលតែងតែសួរគ្នាទៅវិញទៅមកនិងសួរខ្លួនឯងលោកអ្នកបងប្អូនពេលខ្លះយើងរាប់ខ្លួនយើងចាត់ទុកខ្លួនយើងពេលខ្លះសំខាន់ជាងគេពេលខ្លះធំជាងគេពេលខ្លះមានតម្លៃជាងគេពេលខ្លះមានអំណាចជាងគេហើយយ៉ាងម៉េចពេលខ្លះយើងអាចរាប់អ្នកផ្សេងដែរជាការពិតណាស់លោកអ្នកបងប្អូនប៉ុន្តែសំណួរទាំងអស់នេះគឺជាសំណួរសំខាន់ហើយគេតែងតែសួរគ្នាទៅវិញទៅមកប៉ុន្តែសំណួរដែលសំខាន់ជាងនេះទៅទៀតនោះគឺសំណួរមួយដែលសួរថាតើនរណាដែលធំជាងគេបង្អស់តើនរណាដែលសំខាន់ជាងគេបង្អស់តើនរណាដែលមានតម្លៃជាងគេបំផុតក្នុងโลกនោះមុននឹងខ្ញុំឆ្លើយនៅសំណួរទាំងអស់នេះសូមលោកអ្នកបងប្អូនសម្រុំចិត្តអធិដ្ឋានជាមួយនឹងខ្ញុំសិនបិតាដ៏ជាព្រះគុណអរប្រគុណដល់ព្រះអង្គនៅថ្ងៃនេះបន្តទៀតដែលកូនម្នាក់មានឱកាសដើម្បីនឹងសិក្សាស្វែងយល់អំពីអ្នកណាដែលធំជាងគេបង្អស់ហើយសំខាន់ជាងគេបង្អស់ហើយមានតម្លៃជាងគេបង្អស់នោះឯងសូមព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បានដឹកនាំសូមព្រះវិញ្ញាណបរិសុទ្ធបានបង្ហាត់បង្រៀនសូមព្រះវិញ្ញាណបរិសុទ្ធបានជួយឲ្យទូបង្គំម្នាក់អាចនឹងលើព្រះសូរសៀងរបស់ព្រះអង្គដែលមានបន្ទូលមកកាន់ចិត្តកូនម្នាក់នៅថ្ងៃនេះផងដែរសូមព្រះវិញ្ញាណបរិសុទ្ធបានជួយដល់ទូបង្គំយើងខ្ញុំឲ្យអាចនឹងយល់នៅបំណងប្រតិទ្រង់ដែលទ្រង់ចង់បង្រៀនដល់ទូបង្គំម្នាក់នៅថ្ងៃនេះដើម្បីឲ្យទូបង្គំម្នាក់អាចនឹងបង្កើតផលផ្លែថ្វាយដល់ព្រះអង្គម្នាក់បានជា30ម្នាក់បានជា60និងម្នាក់បានជា100ព្រះបិតាកូនសូមទ្រង់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនលោកអ្នកបងប្អូនយើងនឹងសិក្សាព្រះគម្ពីរម៉ាកុសចំពុក9តទៅទៀតពីខ33ដល់ខ51ខ្ញុំគ្រាន់តែអាននៅខ33ដល់ខ37សិនលុះទៅដល់ការប៉ុណ្ណឹងការកំពុងតែនៅក្នុងផ្ទះនោះទ្រង់មានបន្ទូលសួរពួកសិស្សថាតើរឿងអ្វីដែលអ្នករាល់គ្នាជជែកគ្នាតាមផ្លូវមកនោះតែគេនៅតែស្ងៀមពួកគេខ្មាស់ព្រះយេស៊ូវប៉ុន្តែព្រះអង្គជ្រាបហើយព្រះអង្គបន្តទៀតថាពីព្រោះតាមផ្លូវគេបានជជែកគ្នាអំពីអ្នកណាដែលធំជាងគេនៅតែស្ងៀមតែព្រះអង្គជ្រាបថាគេជជែកគ្នាអំពីអ្នកណាដែលធំជាងគេទ្រង់ក៏គង់ចុះរួចហៅពួក12មកមានបន្ទូលថាបើអ្នកណាចង់ធ្វើលេខ1នោះត្រូវទៅជាចុងបង្អស់វិញហើយត្រូវបំរើគេទាំងអស់ដែរទ្រង់ក៏យកកូនតូចមួយដាក់នៅកណ្ដាលជំនុំគេរួចទ្រង់3វាមានបន្ទូលទៅគេថាអ្នកណាដែលទទួលកូនតូចមួយដូចជាកូននេះដែលនៅឈ្មោះខ្ញុំនោះក៏ឈ្មោះថាទទួលខ្ញុំហើយអ្នកណាដែលទទួលខ្ញុំនោះមិនមែនទទួលខ្ញុំទេគឺទទួលគឺឈ្មោះថាទទួលព្រះដែលបានចាត់ខ្ញុំឲ្យមកវិញលោកអ្នកបងប្អូនហើយនៅក្នុងបរិបទបទគម្ពីរម៉ាកុសចំពុក9ពីខ33ដល់51ខ្ញុំដាក់ចំណងជើងថាអ្នកដែលធំជាងគេនិងសំខាន់ជាងគេបង្អស់លោកអ្នកបងប្អូនដឹងថាតើជានរណាទេនៅទីនេះពួកសិស្សរបស់ព្រះយេស៊ូវពួកសាវករបស់ព្រះយេស៊ូវកំពុងតែជជែកគ្នាអំពីអ្នកណាធំជាងគេនោះឯងតើអ្នកណាដែលធំជាងគេហើយសំខាន់ជាងគេបង្អស់ក្នុងโลกនេះតើជាពួកសាវករបស់ព្រះយេស៊ូវទាំង12នាក់ឬតើលោកពេត្រុសលោកយ៉ាកុបនិងលោកយ៉ូហានឬដែលគេបានឡើងទៅលើកំពូលភ្នំជាមួយនឹងព្រះយេស៊ូវហើយព្រះយេស៊ូវបានបង្ហាញសេរីល្អដែលពុះពេញរបស់ផងព្រះឲ្យគេមើលឃើញតើជាណាហើយបើយើងមើលខ38តមកយើងឃើញថាលោកយ៉ូហានកំពុងតែបង្ហាញខ្លួនឯងក៏ជាអ្នកសំខាន់មួយដែរ
ហើយក៏បង្ហាញក្រុមរបស់ខ្លួនឯងថាជាក្រុមដ៏សំខាន់ជាងគេក្រៅពីក្រុមផ្សេងទៀតពីព្រោះលោកបាននិយាយនៅក្នុងខ38ថាយ៉ូហានក៏ទូលទ្រង់ថាលោកគ្រូយើងខ្ញុំបានឃើញមនុស្សម្នាក់ដែលមិនដើរតាមយើងខ្ញុំគេកំពុងតែដេញអរិយដល់នៅឈ្មោះលោកហើយយើងខ្ញុំបានហាមឃាត់គេពីព្រោះគេមិនដើរជាមួយនឹងយើងខ្ញុំទេព្រះយេស៊ូវមានបន្ទូលថាកុំឃាត់គេឡើយត្បិតគ្មានអ្នកណាអាចនឹងធ្វើការរឹតបារមីដែលនៅឈ្មោះខ្ញុំរួចនិយាយអាក្រក់ពីខ្ញុំភ្លាមមួយរំពេចបានទេត្បិតអ្នកណាដែលមិនទាស់នឹងយើងនោះកាន់ខាងយើងវិញលោកអ្នកបងប្អូនមិនមែនជាពួកសាវករបស់ព្រះយេស៊ូវដែលធំជាងគេបង្អស់ដែលសំខាន់ជាងគេបង្អស់នោះឡើយចុះតើជានរណាទៅតើមនុស្សលោកណាម្នាក់ក្នុងលោកដែលធំជាងគេបង្អស់ដែលសំខាន់ជាងគេបង្អស់ដែលមានតម្លៃជាងគេបង្អស់ឬប្រហែលជាមនុស្សខ្លះគេគិតថាតើជាស្ដេចនៅក្នុងប្រទេសណាមួយឬដែលធំជាងគេបង្អស់ដែលសំខាន់ជាងគេបង្អស់ដែលមានតម្លៃជាងគេបង្អស់ក្នុងលោកតើជាប្រធានាធិបតីក្នុងប្រទេសណាមួយក្នុងរដ្ឋណាមួយឬតើជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសណាមួយឬតើជាអ្នកណាដែលធំជាងគេក្នុងសាសនាក្នុងលោកដែលជាសម្ដេចសង្ឃជាន់ខ្ពស់នៅក្នុងសាសនាណាមួយឬក៏ជាគ្រូមន្តអាគមអូបអាមគាថាដែលពូកែស័ក្តិសិទ្ធិក្នុងលោកណាមួយឬក៏កំពូលយុទ្ធសលស្ដេចទេវតាឬពួកខ្ញុំតែងតែអស់ TikTok ម្ដងនៅពេលដែលខ្ញុំទៅនេនោះឃើញកំពូលយុទ្ធសលស្ដេចទេវតាប៉កែណាគាត់ធ្វើជាមនុស្សសាមញ្ញប៉ុន្តែយុទ្ធសលខ្លះលើគេហើយមានអំណាចជាងគេគ្មានអ្នកណាដែលអាចទាស់លោកបានហើយចុងក្រោយគេគោរពហើយឲ្យតម្លៃលោកតើជាសាតាំងដែលជាមហាទេវតាដែលព្រះបានបង្កើតវាមកហើយតាំងវាជាដែលមានឈ្មោះថាជាតារាផ្កាយព្រឹកដែលមានឈ្មោះថា Lucifer ហើយក្រោយមកវាបានក្បត់ព្រះដែលចង់ធ្វើធំជាងគេក្នុងនគរព្រះនគរឋានសួគ៌ហើយយ៉ាងម៉េចអូខេយ៉ាងម៉េចលោកអ្នកបងប្អូននេះចង់យ៉ាងម៉េចគឺវាចង់ធ្វើធំក្រោយមកព្រះបានបណ្ដេញវាមកដោយទាំងពួកទេវតាខ្លះ1ភាគ3ដែលបះបោរតាមវានោះព្រះបានបណ្ដេញវាមកចុះមកលើផែនដីចុះពីឋានសួគ៌នោះឯងคล้ายទៅជាទេវតាអាក្រក់คล้ายទៅជាអារក្សហើយមេរបស់វាដែល Lucifer ដែលជាផ្កាយព្រឹកនោះคล้ายជាសាតាំងលោកអ្នកបងប្អូនคล้ายជាសាតាំងអញ្ចឹងយ៉ាងម៉េចคล้ายជាសាតាំងអញ្ចឹងយ៉ាងម៉េចសុំទោសខ្ញុំជាប់កុំព្យូទ័រនេះចង់បាក់ចុះអូខេលោកអ្នកបងប្អូនអញ្ចឹងទេវតាខ្ញុំចង់បញ្ជាក់កន្លែងនេះបន្តិចទេវតានេះជាវិញ្ញាណដែលព្រះបានបង្កើតមកដើម្បីបម្រើព្រះជាម្ចាស់នៅនគរឋានសួគ៌ហើយដើម្បីឲ្យព្រះអង្គបានចាត់មកថែរក្សាការពារមនុស្សប៉ុន្តែឥឡូវនេះបានបែងចែកជាពីរទេវតាមួយជាទេវតាដែលបម្រើព្រះនៅនគរឋានសួគ៌ព្រះពេលខ្លះព្រះអង្គចាត់មកដើម្បីថែរក្សាការពារមនុស្សហើយនឹងនាំដំណឹងមកដល់មនុស្សដ៏ពិសេសដែលព្រះបានចាត់មកហើយមួយទេវតាមួយទៀតคล้ายជាទេវតាអាក្រក់ដែលមានមេវាคล้ายជាសាតាំងហើយនឹងពួកបរិវារវាបានคล้ายជាអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដីព្រៃភ្នំដែលខ្ញុំធ្លាប់រៀបរាប់ដែលខ្មែរយើងឬក៏អ្នកផ្សេងធ្លាប់ហៅឈ្មោះវាជាច្រើនអញ្ចឹងយ៉ាងម៉េចជាទេវតាដែលលែងថែរក្សាមនុស្សហើយជាទេវតាដែលតែងតែនាំមនុស្សឲ្យវង្វេងទាស់នឹងសេចក្តីពិតទាស់នឹងព្រះជាម្ចាស់ទាស់នឹងបំណងប្រតិព្រះហើយវានាំឲ្យមនុស្សតែងតែធ្វើបាបនឹងការអាក្រក់ហើយវាចង់តែនាំឲ្យមនុស្សបំផ្លាញសម្លាប់គ្នាទៅវិញទៅមកហើយយ៉ាងម៉េចលួចពីមនុស្សនៅអវ័យដែលជាការល្អដែលប្រងចង់ឲ្យមានដល់មនុស្សវាជាវិញ្ញាណដែលព្រះបានបង្កើតមកវាមិនមែនជាកូនរបស់លោកតានេះមិនមែនកូនរបស់លោកយាយនោះហើយវាក៏មិនមែនកូនព្រះអិនព្រះព្រំណាដែរវាជាវិញ្ញាណសរសែនដែលព្រះបានបង្កើតមកវាមានអំណាចខ្លាំងណាស់តែមានអំណាចក្រោមព្រះតែប៉ុណ្ណោះលោកអ្នកបងប្អូននៅក្នុងបទកាពីអេសាយចំពុក14ពីខ12ដល់ខ15ក៏បានរៀបរាប់អំពី Lucifer ហើយនិងពួកអារក្ស
វត្តកពីវិវរណៈចំពុក12ខ7ដល់ខ12ក៏បានរៀបរាប់ពីការនេះហើយវត្តកពីវិវរណៈចំពុក20ខ1ដល់ខ3និងខ10ដល់ខ12ក៏បានប្រាប់អំពីរាជ1000ឆ្នាំចុងក្រោយដែលព្រះបានសោយរាជហើយបានទម្លាក់វាទៅឋាននរកនឹងពួកបរិវារនឹងហោរាคล้ายៗដែលដើរតាមវានឹងពួកអ្នកដែលវង្វេងតាមវាមិនស្គាល់ព្រះណាជាព្រះដ៏ពិតព្រះណាដែលបង្កើតពិភពលោកទាំងមូលបង្កើតអ្វីៗទាំងអស់ហើយយើងអត់ស្គាល់ព្រះនោះដែលយាងមកលើផែនដីដើម្បីបង្ហាញឲ្យយើងបានស្គាល់បង្ហាញពីអំណាចចេស្តាដ៏អស្ចារ្យបំផុតឲ្យមនុស្សលោកបានស្គាល់ដែលពេញដោយសេរីល្អគឺព្រះរាជបុត្រារបស់ព្រះអង្គដែលមានថាព្រះនាមយេស៊ូវនេះឯងព្រះអង្គនោះឯងព្រះនោះឯងបានប្រគល់ឫទ្ធិអំណាចរាជចេស្តាសេរីល្អដល់ព្រះរាជបុត្រាសូម្បីតែទេវតាក៏ត្រូវថ្វាយបង្គំព្រះរាជបុត្រាគឺព្រះយេស៊ូវនេះគ្រីស្ទដែរបទកាពីហេព្រើរជំពូក1ខ1ដល់ខ7និងខ14វិវរណៈជំពូក5ខ12ដល់ខ14ដែលសូម្បីតែទេវតាក៏ត្រូវថ្វាយបង្គំព្រះយេស៊ូវដែរពីព្រោះព្រះនាមព្រះយេស៊ូវប្រសើរជាងអស់ទាំងទេវតាលោកអ្នកបងប្អូនអញ្ចឹងនៅថ្ងៃនេះយើងត្រូវបានដឹងថាអ្នកណាដែលធំជាងគេបំផុតក្នុងលោកអ្នកណាដែលសំខាន់ជាងគេបំផុតក្នុងលោកអ្នកណាដែលមានតម្លៃបំផុតជាងគេក្នុងលោកនេះគឺអ្នកណាព្រះយេស៊ូវគ្រីស្ទដែលធំជាងគេនិងសំខាន់ជាងគេបំផុតក្នុងលោកមានតម្លៃជាងគេបំផុតក្នុងលោកពីព្រោះអីពីព្រោះមនុស្សយើងអាចសំខាន់នៅក្នុងគ្រួសារអាចអ្នកខ្លះជាម្ដាយអាចអ្នកខ្លះជាឪពុកដែលសំខាន់ជាងគេអ្នកខ្លះពេលខ្លះកូនវាតាំងខ្លួនឡើងធំជាងគេមានអំណាចជាងគេហើយអួតក្អេងក្អាងហើយប្រើអំណាចលើសលប់ដែលមិនដឹងថាអ្នកណាធំអ្នកណាតូចផងលោកអ្នកបងប្អូនហើយអ្នកខ្លះក៏អាចមានអំណាចធំជាងគេនៅក្នុងស្ថាប័ននៅក្នុងក្រុមហ៊ុននៅក្នុងអង្គការឬក៏នៅក្នុងសហគមន៍ឬក៏នៅក្នុងប្រទេសនៅក្នុងរដ្ឋណាមួយរបស់គេដែរប៉ុន្តែអ្វីដែលខ្ញុំចង់លើកឡើងនោះចង់បង្ហាញថាអ្នកណាដែលធំជាងគេបំផុតក្នុងលោកអ្នកណាដែលសំខាន់ជាងគេបំផុតក្នុងលោកអ្នកណាដែលមានតម្លៃជាងគេបំផុតក្នុងលោកនេះគឺព្រះយេស៊ូវគ្រីស្ទលោកអ្នកបងប្អូននៅទីនេះហើយបានជាព្រះយេស៊ូវគ្រីស្ទបានបង្រៀនប្រាប់ដល់ព្រះយេស៊ូវគ្រីស្ទយ៉ាងច្បាស់លាស់ថាអ្នកណាដែលចង់ធ្វើធំអ្នកណាដែលចង់ធ្វើជាលេខ1មានខ្ពស់ជាងគេទាំងអស់សំខាន់ជាងគេទាំងអស់អ្នកណាដែលចង់ធ្វើជាលេខ1ត្រូវឲ្យអ្នកនោះត្រឡប់ទៅជាចុងបង្អស់វិញនេះខ35ហើយត្រូវបំរើគេទាំងអស់គ្នាបំរើដល់មនុស្សទាំងអស់គ្នាលោកអ្នកបងប្អូនពីព្រោះព្រះយេស៊ូវព្រះអង្គគឺជាលេខ1ដែលធំជាងគេបង្អស់ហើយសំខាន់ជាងគេបង្អស់មានតម្លៃជាងគេបង្អស់ពីព្រោះទ្រង់គឺជារូបអង្គនៃព្រះដែលមើលមិនឃើញដែលបង្កើតពិភពលោកនឹងអ្វីទាំងអស់ដែលមើលឃើញនឹងមើលមិនឃើញនេះឯងទ្រង់បានយាងមកយកនិស្ស័យជំរុំហើយមកស្នាក់នៅជាមួយនឹងយើងដែលយើងឃើញព្រះអង្គនោះឯងដែលមានព្រះនាមព្រះយេស៊ូវពេញដោយសេចក្តីពិតនិងពេញដោយព្រះគុណពេញដោយសេរីល្អរបស់ផងព្រះហើយព្រះអង្គបានយាងមកយ៉ាងម៉េចដើម្បីដែលទ្រង់ជារូបអង្គនៃព្រះអង្គមិនរាប់អង្គទ្រង់ស្មើនឹងព្រះផងហើយព្រះអង្គបានបន្ទាបអង្គទ្រង់ដែលទាបបំផុតស្មើនឹងសូន្យចុងក្រោយគេបង្អស់ដើម្បីបំរើដល់សេចក្តីត្រូវការរបស់មនុស្សទាំងអស់គឺការរងទុក្ខនិងសុគតទៅលើឈឺឆ្កាងជំនួសសេចក្តីត្រូវការរបស់មនុស្សទាំងអស់ដោយសារសេចក្តីត្រូវការមនុស្សទាំងអស់ជាប់មានអំពើបាបហើយត្រូវការសេចក្តីសង្គ្រោះរួចពីអំពើបាបគឺការឲ្យជីវិតទើបព្រះអង្គប្រគល់ជីវិតដ៏បរិសុទ្ធរបស់ព្រះអង្គដែលគ្មានបាបសោះនេះឯងឲ្យធន់នឹងអំពើបាបយើងតែ3ថ្ងៃទ្រង់មានបញ្ជូនរស់ឡើងវិញឈ្នះលើបាបនិងសេចក្តីស្លាប់នេះជាអំណាចដ៏អស្ចារ្យក្នុងលោកគ្មានអ្នកណាដែលអាចរស់ពីស្លាប់ឡើងវិញបាននោះទេគ្មានអំណាចនេះទេលោកអ្នកបងប្អូននេះជាបទគម្ពីរកូឡូសជំពូក1ពីខ14មកដល់ខ18និងបទគម្ពីរភីលីបជំពូក2ខ5ដល់ខ11បានប្រាប់ថាព្រះអង្គម្ចាស់យេស៊ូវគឺសំខាន់ជាងគេបំផុតហើយធំជាងគេបំផុតពីព្រោះទ្រង់គឺជារូបអង្គព្រះហើយព្រះអង្គបានបន្ទាបខ្លួនឲ្យស្មើនឹងអ្នកបម្រើដែលទាបបំផុតស្មើសូន្យនោះឯងដើម្បីជាគំរូដល់ពួកអ្នកដែលដើរតាមព្រះអង្គដល់ពួកអ្នកដែលជាពួកជំនុំរបស់ព្រះគ្រីស្ទដល់ពួកអ្នកដែលជាអ្នកបម្រើរបស់ព្រះគ្រីស្ទឯងចឹងហើយបានព្រះអង្គប្រាប់ថាអ្នកណា
ដែលចង់ធ្វើជាលេខ1ទៅចុងក្រោយបង្អស់បន្ទាបខ្លួនបំផុតហើយត្រូវបំរើដល់មនុស្សទាំងអស់ដែរកុំបំរើដល់មនុស្សខ្លះដល់ក្រុមខ្លះដែលរាប់ថាក្រុមនេះទើបសំខាន់មនុស្សនោះទើបសំខាន់ដែលមានឋានៈធំដែលមានឋានៈទូនាទីល្អហើយមានទ្រព្យសម្បត្តិច្រើនហើយមានងារជាអ្នកណាក៏ដោយមិនថានៅក្នុងពួកជំនុំមានងារជាមហាបូជាចារ្យមានងារជាបូជាចារ្យមានងារជាគ្រូកងវិលរៀមច្បងកុំបំរើកុំស្វាគមន៍កុំរាប់រកតែអ្នកដែលធំអ្នកដែលសំខាន់ខ្ញុំនិយាយនេះមិនមែនមានន័យថាមិនឲ្យតម្លៃមិនគោរពដល់អ្នកធំមិនរាប់រកអ្នកធំនោះទេប៉ុន្តែអ្វីដែលព្រះយេស៊ូវគ្រីស្ទទ្រង់ចង់បង្រៀនថាកុំឲ្យយើងរាប់រកនិងស្វាគមន៍និងចាត់ទុកក្រុមរបស់យើងដែលសំខាន់ជាងគេនោះឡើយសូមឲ្យយើងបានបម្រើដល់មនុស្សទាំងអស់បម្រើដល់មនុស្សទាំងអ្នកតូចទាំងអ្នកដែលមិនសូវសំខាន់ទាំងអ្នកដែលមិនសូវមានទួនាទីទាំងស្វាគមន៍និងរាប់រកដល់អ្នកនឹងឲ្យតម្លៃដល់ទាំងអ្នកដែលរាប់ថាដូចជាកូនតូចក្នុងព្រះគ្រីស្ទផងដែរទោះបីគេជាអ្នកដែលមិនមានងារធំខ្ពង់ខ្ពស់ទោះបីគេមិនមានពួកជំនុំច្រើនវិហារល្អវិហារធំយ៉ាងណាក៏ដោយសូមនៅតែឲ្យតម្លៃគេរាប់រកគេកុំមើលងាយគេកុំអួតបំផោកុំអួតគ្នាទោះតែគ្នានោះឡើយអង្គថាបំរើដល់មនុស្សទាំងអស់ហើយយើងបន្ទាបខ្លួនទៅជាអ្នកចុងក្រោយបង្អស់ដូចជាព្រះយេស៊ូវលោកអ្នកបងប្អូនហើយអញ្ចឹងហើយបានជាព្រះអង្គថាអ្នកណាដែលទទួលកូនតូចណាមួយដែលព្រះអង្គឲ្យតម្លៃកូនតូចហើយបីវាដែលយកចិត្តទុកដាក់ដល់ភាពកក់ក្ដៅដល់ក្តីស្រឡាញ់ពួកកូនតូចនៅសម័យពួកអ៊ីស្រាអែលគេអត់សូវរាប់ទេសូម្បីតែព្រះយេស៊ូវបានធ្វើការ2ដងដល់មនុស្ស 5,000 នាក់ដល់មនុស្ស 4,000 នាក់គេអត់រាប់ទេស្រីសម័យនោះហើយគេអត់រាប់ទេកូនក្មេងគេរាប់តែមនុស្សធំមនុស្សប្រុសប៉ុន្តែព្រះអង្គចង់បង្រៀនដល់ពួកសិស្សរបស់ព្រះអង្គដល់ពួកជំនុំរបស់ព្រះអង្គនឹងយើងទាំងអស់គ្នាសពថ្ងៃដែលជឿដល់ព្រះយេស៊ូវជាព្រះម្ចាស់និងព្រះអង្គគ្រប់ផងដែរគឺឲ្យយើងបានទទួលយកស្វាគមន៍ដល់ទាំងកូនក្មេងអ្នកណាដែលទទួលកូនតូចមួយនេះដោយនៅឈ្មោះព្រះអង្គដោយនៅព្រះនាមព្រះយេស៊ូវនោះឈ្មោះថាបានទទួលព្រះយេស៊ូវហើយបានទទួលព្រះជាម្ចាស់ផងដែរដែលចាត់ឲ្យមកនោះឯងចាត់ព្រះយេស៊ូវលោកអ្នកបងប្អូនព្រះយេស៊ូវគឺជាលេខ1ហើយយើងជាលេខ0ទេព្រះយេស៊ូវធំជាងគេបងអស់ក្នុងលោកព្រះយេស៊ូវមានតម្លៃជាងគេបងអស់ហើយសំខាន់ជាងគេបងអស់ក្នុងលោកអញ្ចឹងយើងដូចជាលេខ0តែព្រះអង្គចង់ឲ្យយើងបានបន្ទាបខ្លួនដូចជាលេខ0បានរាប់ដូចជាលេខ0ដែលទៅចុងក្រោយបងអស់បន្ទាបខ្លួនបំផុតដើម្បីអីលើកព្រះគ្រីស្ទខ្ពស់ឡើងខ្ពស់ជាងអ្វីៗទាំងអស់សំខាន់ជាងអ្វីៗទាំងអស់មានតម្លៃជាងអ្វីៗទាំងអស់ក្នុងជីវិតរបស់យើងมันអាចនរណាអាចប្រៀបផ្ទឹមបានมันអាចអ្វីប្រៀបស្មើបានជាមួយនឹងព្រះគ្រីស្ទនោះឡើយពីព្រោះបើមានព្រះគ្រីស្ទយើងដែលជាលេខ0ដែលមានជីវិតហើយនេះបូកព្រះយេស៊ូវនៅខាងមុខគឺយើងបាន10មែនទេហើយបើយើងមានចំណេះយើងថែម0មួយទៀតយើងបាន100បើយើងមានទ្រព្យសម្បត្តិយើងថែម0ទៀតបាន1000បើយើងមានអ្វីផ្សេងទៀតដែលជាប្រពោះដែលព្រះបានប្រទានឲ្យនឹងលើកដំណើរយើងថែម00កាន់តែមានតម្លៃឡើងមានតម្លៃឡើងតែទោះបីមានតម្លៃធំប៉ុណ្ណាក៏ដោយតែព្រះលើកឡើងសូមឲ្យយើងបានបន្ទាបខ្លួនបំផុតក្នុងនាមយើងជាអ្នកធំក្នុងនាមយើងជាអ្នកសំខាន់សូមបន្ទាបខ្លួនឲ្យបានបម្រើដល់មនុស្សទាំងអស់ដោយការគោរពដោយការឲ្យតម្លៃដោយការស្រឡាញ់យកចិត្តទុកដាក់ដល់មនុស្សគ្រប់គ្នាកុំបែងចែកកុំប្រកាន់បព្វពួកកុំមើលងាយគ្នាទៅវិញទៅមកកុំឆ្លោះរកតែអ្នកណាធំជាងគេនោះឡើយព្រោះអ្នកធំជាងគេព្រះអង្គប្រាប់ថាត្រូវបម្រើគេទាំងអស់គ្នាហើយបន្ទាបខ្លួនទៅចុងគេបងអស់លោកអ្នកបងប្អូនព្រះយេស៊ូវគឺជាលេខ1ហើយយើងនឹងអ្វីៗអាចដូចជាលេខ0លោកសាវកប៉ូលដែលជាសាវករបស់ព្រះយេស៊ូវគ្រីស្ទតែព្រះបានត្រាស់ហៅលោកនោះឯងយ៉ាងម៉េចលោកបាននិយាយនៅក្នុងបទកាពីភីលីបចំពុក3ខ7ដល់ខ8លោកបាននិយាយថាពីមុនលោកអួតពីអ្វីដែលលោកមាន
នឹងពីអ្វីដែលលោកបានប្រព្រឹត្តនឹងពីអ្វីដែលលោកនឹកគិតនឹងពីអ្វីដែលលោកស្រមៃនឹងពីអ្វីដែលលោកប្រាថ្នានៅក្នុងជីវិតនឹងបឡោកនេះលោកបាននិយាយនៅក្នុងបទគម្ពីរភីលីបជំពូក3ខ5ដល់ខ8លោកអ្នកបងប្អូនខ្ញុំសូមអានបទគម្ពីរភីលីបជំពូក3ខ5មកបាទលោកបាននិយាយថាត្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី8ខ្ញុំជាសាសអ៊ីស្រាអែលក្នុងពូជអម្បូរបេនយ៉ាមីនជាអ្នកហេប្រឺកើតពីពូជហេប្រឺខាងឯក្រឹតវិន័យនោះខ្ញុំជាពួកផារ៉ាស៊ីខាងឯសេចក្តីឧស្សាហ៍នោះខ្ញុំជាអ្នកដែលធ្វើទុកបៀតបៀនដល់ពួកជំនុំចំណែកខាងឯសេចក្តីសុចរិតក្នុងក្រឹតវិន័យនោះខ្ញុំគ្មានទោសសោះប៉ុន្តែសេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុននោះខ្ញុំបានរាប់ជាខាតវិញដោយព្រោះអ្វីដោយព្រោះព្រះគ្រីស្ទហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរដោយព្រោះសេចក្តីដែលប្រសើរជាងសេចក្តីដែលប្រសើរជាងគឺអីដោយស្គាល់ព្រះគ្រីស្ទយេស៊ូវជាព្រះអង្គម្ចាស់នៃលោកជាព្រះអង្គម្ចាស់នៃខ្ញុំដែលដោយយល់ដល់ទ្រង់ខ្ញុំបានខាតគ្រប់ទាំងអស់ហើយបានរាប់ទាំងអស់ទុកដូចជាសម្រាមប្រយោជន៍ឲ្យបានព្រះគ្រីស្ទលោកអ្នកបងប្អូនអ្វីដែលលោកបានបង្ហាញថាពីមុនលោកគឺជាម្នាក់ដែលខំប្រឹងកាន់សាសនារបស់សាសអ៊ីស្រាអែលហើយលោកជាជនជាតិហេប្រឺចេញពីពូជអម្បូរបេនយ៉ាមីនលោកជាសាសកាត់សាសរ៉ូមផងដែរហើយលោកយ៉ាងម៉េចជាមនុស្សដែលឧស្សាហ៍ជាពួកផារ៉ាស៊ីដែលតឹងរឹងក្នុងការកាន់តាមក្រឹតវិន័យរបស់ព្រះដើម្បីឲ្យខ្លួនបានរាប់ជាសុចរិតដើម្បីឲ្យខ្លួនលោកបានគប់ប្រតិព្រះដើម្បីឲ្យខ្លួនលោកហាក់ដូចជាបានបុណ្យកុសលចឹងដើម្បីឲ្យខ្លួនលោកបានទៅឋានសួគ៌ណាប៉ុន្តែអ្វីដែលលោកខំប្រឹងទាំងអំបាលមានពីខ5ដល់ខ6ភីលីបចំពុក3នេះលោកបានថារាប់ដូចជាខាតគ្រប់ទាំងអស់ដោយព្រោះបានស្គាល់ព្រះយេស៊ូវហើយបើអត់ស្គាល់ព្រះយេស៊ូវអ្វីដែលគាត់ខំប្រឹងទាំងអំបាលមានមិនអាចរាប់ជាសុចរិតដោយការខំប្រឹងកាន់តាមក្រឹតវិន័យឬក្បួនច្បាប់នៃសាសនារបស់អ៊ីស្រាអែលរបស់គាត់នោះឡើយមនុស្សយើងក៏ដូចគ្នាដែរព្រះអង្គបានប្រាប់ថាយើងមិនអាចទទួលបាននូវសេចក្តីសង្គ្រោះរួចពីអំពើបាបតាមរយៈការខំប្រឹងប្រព្រឹត្តតាមក្រឹតវិន័យនោះឡើយតាមអំពើល្អរបស់យើងដែលខំប្រឹងប្រព្រឹត្តនោះឡើយយើងបានសង្គ្រោះដោយសារតែប្រគុណរបស់ព្រះតាមរយៈជំនឿជឿលើព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះបទគម្ពីរអេភេសូចំពុក2ខ3ដល់ខ9លោកអ្នកបងប្អូនហើយលោកបានរាប់អ្វីទាំងអស់ដូចជាសម្រាមដោយព្រោះតែយល់ដល់ព្រះគ្រីស្ទនិងដោយព្រោះតែស្គាល់ព្រះគ្រីស្ទរួចហើយព្រះយេស៊ូវព្រះអង្គទ្រង់ធំជាងគេទាំងអស់សំខាន់ជាងគេទាំងអស់ហើយមានតម្លៃជាងគេទាំងអស់បើគ្មានព្រះយេស៊ូវយើងអត់តម្លៃបើគ្មានព្រះយេស៊ូវយើងហាក់ដូចជាអត់បានផលប្រយោជន៍អីអានៅអ្វីដែលយើងខំប្រឹងធ្វើដើម្បីឲ្យខ្លួនឯងរកជាសុចរិតដើម្បីឲ្យខ្លួនឯងបានទទួលនូវសេចក្តីសង្គ្រោះរួចពីអំពើបាបឬក៏ជីវិតអស់កលជានិច្ចតាមក្បួនសាសនានិងការខំប្រឹងប្រព្រឹត្តរបស់យើងអ្វីដែលសំខាន់នោះលោកអ្នកបងប្អូនសម្រាមគឺអត់ប្រយោជន៍ដូចជាលេខ0ចឹងបើប្រៀបធៀបជាមួយនឹងព្រះយេស៊ូវអ្វីទាំងអស់ក្នុងលោកមនុស្សយើងតែងតែគិតថាសំខាន់មនុស្សយើងគិតថាមានតម្លៃជាការត្រឹមត្រូវឲ្យសម្រាប់ការរស់នៅការប្រើប្រាស់និងត្រូវការនៅលើផែនដីមិនថាអំណាចមិនថាបុណ្យស័ក្តិមិនថាទ្រព្យសម្បត្តិពិតជាត្រូវការក៏ប៉ុន្តែបើសិនជាយើងស្គាល់ព្រះយេស៊ូវគ្រីស្ទហើយយើងយល់ថាព្រះយេស៊ូវគ្រីស្ទគឺសំខាន់ជាងអ្វីទាំងអស់បើប្រៀបធៀបជាមួយព្រះយេស៊ូវអ្វីទាំងអស់ប្រៀបដូចសម្រាប់បើយើងអត់មានព្រះយេស៊ូវយើងអត់បានទទួលប្រយោជន៍និងតម្លៃអ្វីតទៅសោះលោកអ្នកបងប្អូននៅក្នុងបទគម្ពីរម៉ាកុសចំពុក8ខ36មកដល់ខ38ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថាបើអ្នកណាដែលចង់ឲ្យបានជីវិតនិងបាត់ជីវិតទៅអ្នកណាដែលបាត់ជីវិតដោយព្រោះព្រះអង្គនឹងបានជីវិតវិញគឺជីវិតអស់កលជានិច្ចតកតងពីជីវិតដែលបន្ទាប់ពីយើងស្លាប់នៅលើផែនដីនេះម្ដងសិតខាងឯអំពើបាបអ្នកណាដែលបានលោកីទាំងមូលផែនដីទាំងមូលតែបើបាត់ប្រលឹងទៅតើនឹងអាចយកអ្វីទៅដូរបាននោះគ្មានប្រយោជន៍សោះសូម្បីតែលោកអ្នកបងប្អូនសូម្បីតែយើងបានខំប្រឹងតាំងពីតូចរហូតមកមិនថាខំប្រឹងរៀនមិនថាខំប្រឹងធ្វើការមិនថាលះបង់អ្វីដែលបានអ្វីនៅក្នុងលោកីដែលយើងប្រាថ្នាហើយចង់បានសម្រាប់នៅសេចក្តីប្រាថ្នាក្តីសម័យរបស់យើងខ្លាចជាការពិតក៏ដោយតែបើយើងបាត់ជីវិតសូម្បីតែបាត់ជីវិតខាងសាច់ឈាមដែលយើងរស់បានយ៉ាងយូរ100ឆ្នាំជាងដែលព្រះបានកំណត់ឥឡូវនេះ
taអាចយកអ្វីទៅដូរបានយកឋានៈយកមកដូរឲ្យបានជីវិតរស់នៅបន្តទៀតបានប្រហែល100ឆ្នាំទៀតទេតើអាចយកទ្រព្យសម្បត្តិមកដូរជីវិតរបស់យើងឲ្យរស់នៅរាប់រយឆ្នាំបានទៀតទេតើយកអ្វីដូរបាននៅក្នុងលោកនេះអត់បានប៉ុន្តែចុះបបាត់ប្រលឹងអស់ការចំណេញបបាត់ជីវិតអស់ការចំណេញបន្ទាប់ពីយើងលាចេញពីផែនដីហើយធ្លាក់ទៅឋាននរកនោះតើយកអ្វីទៅដូរបានតើអ្នកណាអាចជួយបាននៅក្នុងបទកាពីថាព្រះនាមព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតនេះអាចជួយយើងបានពីព្រោះនៅក្រៅមេឃនៅលើផែនដីនេះគ្មាននាមឈ្មោះណាគ្មាននាមឈ្មោះណាដែលព្រះបានប្រទានមកសម្រាប់ជួយសង្គ្រោះមនុស្សលោកក្រៅពីព្រះនាមព្រះយេស៊ូវបទកាពីកិច្ចការចំពុក4ខ12បានប្រាប់ចឹងនាមឈ្មោះណាក៏ដោយអាចល្បីអាចគេតាំងលើកដំកើងឡើងដូចជាព្រះប៉ុន្តែឈ្មោះទាំងអស់នោះគ្រាន់តែល្បីគ្រាន់តែគេគោរពប៉ុន្តែគ្មាននាមឈ្មោះណាដែលព្រះបានប្រទានមកដើម្បីជួយសង្គ្រោះមនុស្សឲ្យរួចពីអំពើបាបក្រៅពីព្រះនាមព្រះយេស៊ូវបទកាពីកិច្ចការចំពុក4ខ12បានចែងដូចនេះលោកអ្នកបងប្អូនអញ្ចឹងត្រឡប់មកវិញយើងបានដឹងថាខ33ដល់ខ51អ្នកណាដែលសំខាន់ជាងគេបំផុតក្នុងលោកអ្នកណាដែលមានតម្លៃជាងគេបំផុតក្នុងលោកអ្នកណាដែលធំជាងគេបំផុតក្នុងលោកគឺព្រះយេស៊ូវគ្រីស្ទព្រោះព្រះអង្គគឺជារូបអង្គនៃព្រះដ៏មើលមិនឃើញហើយបានយាងមកផែនដីយកនិស្ស័យជាមនុស្សព្រះអង្គជាលេខ1ប៉ុន្តែព្រះអង្គបានបន្ទាបអង្គទ្រង់ស្មើ0ទៅជាចុងក្រោយគេបង្អស់ហើយធ្វើជាមនុស្សសាមញ្ញបំផុតហើយបំរើដល់មនុស្សទាំងអស់គ្រប់ស្ទបណៈមិនថាអ្នកនោះតូចប៉ុណ្ណាក៏ដោយមិនថាអ្នកនោះជាមនុស្សខ្វាក់មិនថាអ្នកនោះជាមនុស្សខ្វិនមិនថាអ្នកនោះជាស្ត្រីធ្លាក់ឈាម12ឆ្នាំជាយកលុយយកទ្រព្យសម្បត្តិព្យាបាលជំងឺគាត់មិនជាអស់រលែងខ្លាចជាអ្នកក្រក៏ព្រះអង្គនៅតែឲ្យតម្លៃនៅតែរាប់រកមិនថាអ្នកនោះជាមនុស្សកមិនថាអ្នកនោះជាមនុស្សថ្លង់មិនថាអ្នកនោះជាមនុស្សអរិយជនមិនថាអ្នកនោះជាស្ត្រីសាមារីមិនថាអ្នកនោះជាកូនតូចណាមួយព្រះអង្គស្រឡាញ់យកផ្ទៃទុកដាក់នឹងគេពីព្រោះនេះហើយជាព្រះハរតីរបស់ផងព្រះជាម្ចាស់ដកបង្កើតលោកហើយត្រូវបានជាងមកលើផែនដីនេះហើយមនុស្សជាច្រើនអត់បានស្គាល់ព្រះអង្គហើយពេលខ្លះមនុស្សជាច្រើនដែលអត់ស្គាល់ព្រះអង្គអត់ទទួលព្រះអង្គបានយាងមករករាជព្រះអង្គនៅលើផែនដីតែមនុស្សគេអត់បានស្គាល់ព្រះយេស៊ូវថាជាព្រះដ៏បង្កើតគេហើយបង្កើតលោកនោះទេពីព្រោះព្រះអង្គធ្វើជាមនុស្សសាមញ្ញហើយយ៉ាងម៉េចព្រះអង្គបានធ្វើផ្ទុយពីគំនិតមនុស្សដោយយាងមកធ្វើជាមនុស្សសាមញ្ញទាបបំផុតហើយជាពិសេសរងទុក្ខនិងសង្កត់នៅលើឈើឆ្កាងចំនួនបាបនោះប៉ុន្តែព្រះអង្គបានប្រាប់ម្ដងហើយម្ដងទៀតថា3ថ្ងៃទ្រង់រស់ឡើងវិញឈ្នះលើបាបនិងសេចក្តីស្លាប់ហើយពោពេញដោយកិត្តិយសស្រីល្អហើយព្រះបានលើកព្រះនាមព្រះអង្គខ្ពស់ឡើងបទកាពីភីលីបចំពុក2ខ5ដល់ខ11បទកាពីកូឡូសចំពុក1ខ16មកគឺបង្ហាញឲ្យយើងបានដឹងលោកអ្នកបងប្អូនអើយចឹងហើយបានជាព្រះអង្គមានសិទ្ធិបង្រៀនទៅដល់ពួកសាធារណៈណាដែលចង់ធ្វើលេខ1ត្រូវទៅចូលចុងក្រោយបង្អស់គឺបន្ទាបខ្លួនបំផុតហើយអ្នកណាដែលចង់ធ្វើធំជាងគេរាប់ថាខ្លួនឯងសំខាន់ត្រូវបំរើដល់មនុស្សទាំងអស់គឺបំរើដល់មនុស្សទាំងអស់មិនថាអ្នកតូចមិនថាអ្នកធំមិនថាអ្នកដែលគេមិនឲ្យតម្លៃក៏យើងត្រូវតែស្វាគមន៍រាប់អានសូមប្រកាន់គុំប្រកាន់បពុប្រកាន់ក្រុមមិនថានិកាយណាសូមបង្ហាញដល់ការបន្ទាបខ្លួនដល់ការស្រឡាញ់និងការយកចិត្តទុកដាក់និងពេញដោយសេចក្តីស្រឡាញ់និងអនុមេត្តានេះជាប្រតិព្រះដែលចង់បង្រៀនដល់ពួកសិស្សរបស់ព្រះអង្គដល់អ្នកបម្រើរបស់ព្រះអង្គដល់ពួកជំនុំរបស់ព្រះគ្រីស្ទនេះឯងចឹងហើយបានជាព្រះអង្គបានយកខ36ដល់37ព្រះអង្គបានយកកូនក្មេងតូចម្នាក់មកជាឧទាហរណ៍នឹងឯងហើយម្យ៉ាងម៉េចខ38ដល់ខ41ព្រះអង្គកុំឲ្យយើងដែលជាពួកសិស្សរបស់ព្រះអង្គហ្នឹងគិតថាខ្លួនឯងសំខាន់ជាងគេគិតថាខ្លួនឯងធំជាងគេគិតថាគ្មានខ្លួនឯងគឺចប់ហើយបើគ្មានខ្លួនយើងគិតថាបរាជ័យបើគ្មានខ្លួនយើងគឺយ៉ាងម៉េចគឺមិនអាចទៅរួចទេពេលខ្លះយើងគិតដូចនេះមែនទេពេលខ្លះលោកអ្នកបងប្អូនគិតដូចនេះមែនទេមិនថានៅក្នុងគ្រួសារមិនថានៅទីណាមិនថានៅក្នុងស្ថាប័នណាមិនថានៅទីណាប៉ុន្តែព្រះយេស៊ូវបានប្រាប់ទៅដល់លោកយ៉ូហានឲ្យបានដឹងនេះកុំរិះគន់កុំវាយប្រហារចេះចុះកុំគិតថាអ្នកផ្សេងដែលជឿព្រះយេស៊ូវមិនដើរតាមក្រុមយើងគិតថាគេអត់មានតម្លៃហើយហាមឃាត់គេចុះ
បើគេនៅខាងព្រះអង្គគឺជាគ្នាយើងហើយសូមស្រឡាញ់សូម្បីតែសត្រូវរបស់យើងព្រះអង្គឲ្យយើងស្រឡាញ់សូម្បីតែអ្នកដែលមិនជឿដល់ព្រះយេស៊ូវគ្រីស្ទទោះបីគេកាន់សាសនាអីក៏ដោយគេជួនជាតិអីក៏ដោយគេជាមនុស្សវណ្ណៈទាបយ៉ាងណាក៏ដោយព្រះអង្គថាស្រឡាញ់គេចឹងហើយបានព្រះយេស៊ូវពួកអ្នកជឿព្រះយេស៊ូវតែងតែធ្វើកិច្ចការនេះលោកអ្នកបងប្អូនបើឲ្យទឹកមួយកែវអ្នកណាដែលឲ្យទឹកមួយកែវដល់កូនតូចណាម្នាក់ដែលនៅឈ្មោះព្រះយេស៊ូវដោយព្រោះតែគេជឿដល់ព្រះយេស៊ូវដែលយល់ដល់ព្រះយេស៊ូវអ្នកនោះមិនបាត់រង្វាន់ទេសូម្បីតែកូនតូចមួយចុះទម្រាំហោរាទម្រាំមហាបូជាចារឬបូជាចារគ្រូកងវិលអ្នកបម្រើព្រះផ្សេងនឹងបានពររង្វាន់ដូចជាពួកគេដែលធ្វើធំនោះដែរសូមឲ្យយើងបានរៀនអំពីចំណុចនេះកុំធ្វើអ្វីបើខមើលថទៅទៀត42ដល់48ប្រាប់ថាកុំធ្វើឲ្យកូនតូចណាម្នាក់ក្នុងព្រះអង្គម្ចាស់យេស៊ូវដែលបានជឿដល់ព្រះយេស៊ូវឲ្យរវិតចិត្តឬធ្វើអំពើបាបឬក៏បែរចេញពីព្រះយេស៊ូវគ្រីស្ទនោះឡើយបើមិនចឹងទេព្រះអង្គកំពុងតែបង្រៀនធ្ងន់ណាស់បើអញ្ចឹងយកថ្មត្បាល់កិនចងនឹងកទម្លាក់ទៅក្នុងសមុទ្រឲ្យបាត់ទៅល្អជាងកុំឲ្យដោយសារភ្នែករបស់អ្នកដៃរបស់អ្នកជើងរបស់អ្នកធ្វើឲ្យគេរវិតចិត្តនោះឡើយចុះកាត់វាចេញភ្នែកដៃនិងជើងមិនមែនជាការក្រោយតែវាចេញពីចិត្តគំនិតរបស់យើងពីខាងក្នុងដែលធ្វើអំពើបាបនោះឯងលោកអ្នកបងប្អូនចឹងហើយបានជាព្រះអង្គបានមានបន្ទូលប្រាប់ថាប្រយ័ត្នអ្នកចេះតែធ្វើរិះគន់ប្រមាថមើលងាយហើយធ្វើឲ្យអ្នកណាម្នាក់ចេះតែរវិតចិត្តចេញពីព្រះនាមព្រះយេស៊ូវឈប់ជឿដល់ព្រះយេស៊ូវអ្នកប្រហែលមិនស័ក្តិសមជាសិស្សរបស់ព្រះអង្គមិនស័ក្តិសមជាអ្នកបម្រើរបស់ព្រះអង្គមិនស័ក្តិសមជាពួកជំនុំរបស់ព្រះអង្គទេឬពីព្រោះបើអ្នកពិតជាជឿដល់ព្រះយេស៊ូវគ្រីស្ទព្រះវិញ្ញាណនឹងបំផ្លាញបំប្រែជីវិតរបស់អ្នកបើអ្នកជឿដល់ព្រះយេស៊ូវគ្រីស្ទអ្នកនឹងជាមនុស្សដែលបន្ទាបខ្លួនទោះបីមានឋានៈដែលព្រះលើកឡើងធំប៉ុណ្ណាក៏ដោយចុះទម្រាំអ្នកដែលមិនធំផងជាពួកជំនុំធម្មតាក៏កាន់តែធ្វើលើសជាងអ្នកធំទៅទៀតតែបន្ទាបខ្លួនហើយបំរើដល់មនុស្សហើយរាប់រកស្វាគមន៍ដល់មនុស្សគ្រប់គ្នាទៀតអស់បើអញ្ចឹងទេព្រះអង្គថាអ្នកមិនប្រែចិត្តទេដឹងប្រយ័ត្នព្រះអង្គថាអញអត់ស្គាល់ឯងពីព្រោះឯងអត់ប្រែចិត្តសោះគ្រាន់តែនិយាយតែមាត់ថាខ្ញុំជឿដល់ព្រះអង្គម្ចាស់ជឿដល់ព្រះអង្គម្ចាស់ប៉ុន្តែមិនបានប្រែចិត្តពិតប្រាកដនោះពិតជាធ្លាក់នរកហើយនេះជាអ្វីដែលព្រះអង្គបានមានបន្ទូលខ49ដល់ខ51ព្រះអង្គបានប្រាប់យើងយ៉ាងម៉េចទៀតបានប្រាប់ថាយ៉ាងម៉េចគ្រប់គ្នាទាំងអស់នឹងត្រូវបំប្រៃនឹងភ្លើងហើយគ្រប់ទាំងយ៉ាញ់បូជាត្រូវបំប្រៃនឹងអំបិលគ្រប់គ្នាព្រះជាម្ចាស់នឹងសាកឡបន្សុទ្ធជាមួយនឹងភ្លើងដោយការលបងលបផ្សេងដោយការដែលគេជួបនឹងការរងទុក្ខនឹងការបៀតបៀនផងដែរដោយបទកាពីពេត្រុសខ្សែទី1ជំពូក1ខ6ដល់ខ7ដែលលោកពេត្រុសបានប្រាប់ថាយើងពិតជាមានអំណរសេចក្តីសង្គ្រោះបើមើលខពីមុនតែព្រោះយើងបានសង្គ្រោះតាមរយៈព្រះយេស៊ូវតែយើងពេលខ្លះព្រះអង្គនឹងសាកឡសេចក្តីជំនឿរបស់យើងដោយសេចក្តីលបងលបផ្សេងដូចជាសាកមាសដើម្បីឲ្យយើងបានសុទ្ធជាមាសសុទ្ធលោកអ្នកបងប្អូនដើម្បីឲ្យជំនឿរបស់យើងនៅតែរឹងមាំឲ្យយើងនៅតែទុកចិត្តនឹងស្ដាប់បង្គាប់ព្រះអង្គនិងប្រាប់បន្ទូលរបស់ព្រះអង្គប៉ុន្តែអ្នកខ្លះអាចលោដោយសារការលំបាកការលំលបផ្សេងអាចធ្លាក់ចុះពីសេចក្តីជំនឿដែរតែលោកអ្នកបងប្អូនយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធជួយយើងដើម្បីឲ្យយើងនេះបានคล้ายជាយ៉ាញ់បូជាថ្វាយដល់ព្រះអង្គគឺជាយ៉ាញ់បូជារស់យើងប្រគល់ជីវិតរបស់យើងទៅដល់ព្រះអង្គដោយបំប្រៃនឹងអំបិលដែលឲ្យទៅជារបស់ដែលលែងស្ងោកគ្រោកទៅជាជីវិតរបស់យើងដែលរស់បានតែលែងស្ងោកគ្រោកលែងពុករលួយស្អុយរលួយដូចជាអំពើបាបដូចជាសម្រាមនោះឡើយលោកអ្នកបងប្អូនចឹងហើយបានជាខ50មក49មកបាត់គ្រប់គ្នាត្រូវបំប្រៃនឹងភ្លើងហើយគ្រប់ទាំងយ៉ាញ់បូជាត្រូវបំប្រៃនឹងអំបិលខ50អំបិលជារបស់ល្អតែបើបាត់ជាតិប្រៃហើយតើនឹងយកអ្វីទៅឲ្យដើម្បីឲ្យប្រៃឡើងវិញបានដូច្នេះចុះអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួនហើយនៅជាមួយគ្នាដោយមេត្រីចុះលោកអ្នកបងប្អូនព្រះអង្គទ្រង់សពបតីឲ្យយើងបានថ្វាយរូបកាយយើងបានប្រគល់ជីវិតយើងដាក់ដល់ព្រះអង្គឲ្យព្រះអង្គជាអ្នកដែលគ្រប់គ្រងធ្វើជាព្រះអម្ចាស់
ហើយឲ្យព្រះអង្គជាអ្នកព្រះអង្គសង្គ្រោះរបស់យើងហើយយ៉ាងម៉េចឲ្យយើងបានមានជាតិប្រៃនៅក្នុងខ្លួនដើម្បីឲ្យយើងរស់នៅក្នុងជីវិតមួយដែលផ្លាស់ប្រែតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធដោយអំណាចរបស់ព្រះអង្គដើម្បីឲ្យយើងខ្លាចជាមនុស្សម្នាក់ដែលរស់នៅជាមួយគ្នាដោយមេត្រីភាពចុះដោយសេចក្តីសុខសាន្តដោយសន្តិភាពជាមួយគ្នាលោកអ្នកបងប្អូនព្រះអង្គមិនចង់ឲ្យគ្រីស្ទបរិស័ទមានចំនួនជាមួយគ្នានឹងជាមួយអ្នកដែលមិនជឿដោយសង្គ្រាមទេឲ្យមានសន្តិភាពកុំឲ្យមានសង្គ្រាមមិនថាពាក្យសម្ដីមិនថាអំពើហិង្សាការប្រព្រឹត្តមិនថាដោយអាវុធទេព្រះអង្គមិនចង់ឲ្យមានសង្គ្រាមមិនថាអាវុធធុនតូចមិនថាអាវុធធុនល្មមមិនថាអាវុធធុនធំរហូតដល់អាវុធប្រឡាយលោកនោះឡើយព្រះអង្គចង់ឲ្យមានមេត្រីភាពសន្តិភាពសុខសាន្តជាមួយគ្នាកុំមើលងាយគ្នាកុំប្រកាន់បកពួកកុំឆ្លោះទាស់តែងគ្នាឲ្យមានសង្គ្រាមឲ្យមានសន្តិភាពគឺអង់គ្លេសហៅថា peace ឲ្យមានសុខសាន្តហើយមេត្រីភាពជាពិសេសព្រះអង្គចង់ឲ្យនៅថ្ងៃនេះដល់លោកអ្នកបងប្អូនដែលបានជឿដល់ព្រះយេស៊ូវគ្រីស្ទហើយយ៉ាងម៉េចបានលើកព្រះគ្រីស្ទខ្ពស់ឡើងនៅក្នុងជីវិតដែលរហូតដល់សំខាន់ជាងគេបង្អស់នៅក្នុងលោកនៅក្នុងជីវិតរបស់យើងដែលមានតម្លៃសំខាន់ជាងអ្វីៗទាំងអស់នៅក្នុងជីវិតរបស់យើងហើយនៅក្នុងលោកហើយដែលធំជាងអ្វីៗទាំងអស់នៅក្នុងលោកសូមឲ្យយើងបានថ្វាយព្រះកិត្តិនាមស្រីល្អប្រជាស្ដានដល់ព្រះអង្គហើយមិនត្រឹមតែប៉ុណ្ណោះឲ្យយើងបានដឹងថាយើងដែលជាអ្នកជឿនេះឯងមិនថាអ្នកតូចមិនថាអ្នកកំពុងតែខ្លាចជាអ្នកធំឬក៏ជាអ្នកធំនោះឡើយសូមឲ្យយើងបានស្រឡាញ់គ្នាទៅវិញទៅមកបានលើកទឹកចិត្តគ្នាទៅវិញទៅមកបានជំរុញគ្នាទៅវិញទៅមកដើម្បីឲ្យជីវិតរបស់យើងបានជិះចេញពីការតិទៀនគ្នាមើលងាយគ្នាចោទប្រកាន់គ្នាអោបខ្សោបដោយសេចក្តីស្រឡាញ់ដូចជាព្រះអង្គបានលើកកូនតូចមក3ដោយការបន្ទាបខ្លួនបំផុតដោយការបំរើគ្នានៅសេចក្តីត្រូវការនិងលើកទឹកចិត្តគ្នាស្វាគមន៍រាក់ទាក់គ្នាទៅវិញទៅមកកុំប្រកាន់រើសអើងហើយឲ្យយើងបាននាំដំណឹងល្អនៃសេចក្តីមេត្រីភាពដល់មនុស្សដែលមិនទាន់ជឿផងដែរដើម្បីឲ្យគេបានក្លាយជាមេត្រីភាពផ្សះផ្សាជាមួយនឹងព្រះជាម្ចាស់ឡើងវិញតាមរយៈព្រះយេស៊ូវគ្រីស្ទដែលសុគតនៅលើឈើឆ្កាងហើយ3ថ្ងៃរស់ឡើងវិញដើម្បីឲ្យគេបានត្រឡប់ជាកូនព្រះដូចជាយើងដើម្បីឲ្យគេបានត្រឡប់ជាអ្នកបម្រើព្រះដ៏ខ្ពស់បំផុតដើម្បីឲ្យគេបានក្លាយជាពួកជំនុំបរិសុទ្ធរបស់ព្រះគ្រីស្ទហើយនាំនៅដំណឹងល្អនៃសេចក្តីមេត្រីភាពនាំនៅដំណឹងល្អនៃសេចក្តីសុខសាន្តហើយនាំដំណឹងល្អនៃសន្តិភាពដែលព្រះអាចនាំផ្ដល់ដល់ជីវិតគេដែលធ្វើឲ្យគេបានរួចពីអំពើបាបរួចពីចំណងអំពើអរិយសតាំងហើយគេរស់នៅដោយការស្កប់ចិត្តរស់នៅដោយសេចក្តីអំណរជាមួយនឹងមនុស្សដទៃទៀតហើយអាចនឹងបម្រើដំណឹងល្អរបស់ផងព្រះយេស៊ូវគ្រីស្ទសូមព្រះយេស៊ូវបានប្រទានពរអាមែន